ពុះលេបមន្ត្រីធំមានសេចក្តីដំណើរថាកាលពីព្រេងនាយនៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកំសត់ទុរគតអាយុប្រហែល10ឆ្នាំថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែស្រាប់តែឃើញកូនពស់តូចមួយវាក្បែរជើងមិនស្គាល់ជាពស់អ្វីក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេងរកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃហើយចេះស្ទាបអង្អែលលើពស់3ត្រកងលេងព្រឹកល្ងាចតតែពស់នោះទៅជាសាំងស្លូតស្រឡាញ់ម្ចាស់មិនដែលខំម្ចាស់វាទេវាចេះស្ដាប់ចេះនិយាយភាសាមនុស្សផងដោយសារវាស្ដាប់វានិយាយជាមួយម្ចាស់វារាល់ថ្ងៃដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើនមានប្រពន្ធហើយមានកូន3នាក់ផងចំណេយយូរមកពស់នោះកាន់តែធំធាត់ឡើងគ្មានកន្លែងដេកនៅផងគ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផងថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេកចេះតែបង្ខំបរិះម្ចាស់ពស់ឲ្យយកពស់ទៅលេងក្នុងព្រៃបរិះម្ចាស់ពស់ទ្រាំមិនបានក៏កើតចិត្តអង្វរពស់កុំឲ្យខឹងសម្បាទៅបណ្ដាពស់យកទៅលេងក្នុងព្រៃធំប្រាប់ថាចូលសម្លាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះបើឯងរលឹកអញកុំបាច់ទៅរកអញឲ្យស្រុកភូមិក្រែងអ្នកស្រុកគេផិតភ័យព្រួតវាឯងសម្លាប់ទៅយូរចាំអញមកលេងនឹងឯងបើឯងឮមាត់អញស្រែកហៅត្រូវឯងលូនមករកអញកុំខានពស់ឮដូច្នោះក៏នឹកអាឡោះអាល័យម្ចាស់ណាស់ឆ្លើយទាំងរអាក់រអួលថាសម្លាញ់ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសម្លាញ់ឯងចូលចៅសម្លាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះយូរមកលេងនឹងអញម្ដងកុំខានបរិះនិងពស់លាយគ្នាស្រេចហើយក៏បែកគ្នាទៅចំណែកពស់នៅក្នុងព្រៃនោះយូរទៅរកចាប់សត្វស៊ីមិនបានព្រោះសត្វឯទៀតវាខ្លាចពស់ស៊ីវារត់គេចចេញពីព្រៃនោះបាត់អស់ទៅពស់ធំមានសេចក្តីអត់ឃ្លានជាខ្លាំងទ្រាំមិនបានពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិចិត្តព្រៃចាប់ឆ្កែឆ្មាមាន់ទាជ្រូករបស់អ្នកស្រុកស៊ីរាល់តែយប់ក្រោយមកអ្នកស្រុកដឹកថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ីក៏ផិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ប៉ុន្តែដល់ឃើញពស់ធំពេកលូនមកក៏ស្លន់ទាំងអស់គ្នារត់យកតែអាយុជីវិតរៀងខ្លួនឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយថ្ងៃមួយពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀតទៅបបួលគ្នាចូលទៅជម្រាបលោកមន្ត្រីធំក្នុងនគរឲ្យលោកជួយសម្លាប់ពស់លោកមន្ត្រីនោះនាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសពប្រការតាមពាក្យអ្នកស្រុកព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ៅកងទូភេរីស្រែកប្រកាសរកអ្នកខ្លាំងពូកែហ៊ានទៅសម្លាប់ពស់នោះបាននឹងឲ្យរង្វាន់ជាច្រើនហើយឲ្យជាមន្ត្រីធំផងបរិះកំសត់លើព្រះរាជប្រកាសដូច្នោះក៏គិតថាអញសត្វថ្ងៃនេះតក្រណាស់បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកពេលនេះគួរតែអញទៅសម្លាប់ពស់ជាសម្លាញ់យកប្រាក់យកសាក់យោះគិតដាច់ស្រេចហើយក៏កាន់កបិតចែកមួយដើរទៅរករាជអាមាត្យជំរាបថាខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាសអាមាត្យក៏កត់ឈ្មោះនិងទីលំនៅរបស់បរិះនោះទុកជាសម្គាល់រួចបើកឲ្យទៅសម្លាប់ពស់បរិះទុរគតដើរសម្ដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯងឥតហៅអ្នកណាឲ្យជូនទៅផងទេព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់លុះដល់កន្លែងខ្លួនលែងពស់ក៏ឈប់ហើយឈរស្រែកហៅថាពស់សម្លាញ់អញនឹករលឹកឯងណាស់ចូលឯងមកជួបនឹងអញពេលនេះឲ្យឆាប់ពស់ឮសំឡេងបរិះក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើមទៅលូនចូលមកមើលឃើញស្គាល់ជាម្ចាស់មែនហើយត្រេកអរណាស់ដោយនឹករលឹកជារឿយចូលមកចិត្តខ្លួនធ្វើការស្និទ្ធស្នាលប្រឡូកប្រឡែងដោយការធ្លាប់នៅជាមួយម្ចាស់ហើយក៏សួរសុខទុក្ខម្ចាស់សពប្រការបរិះកំសត់ឃើញកិរិយាពស់ដូច្នោះក៏ស្លុតចិត្តអាណិតអាសូរណាស់ទន់ដៃលើកកំបិតមិនរួចគិតថាសត្វអេរិឆានចិត្តត្រង់ណាស់តើបែកមកចិត្ត10ឆ្នាំហើយនៅតែចាំចិត្តដដែលឥតប្រែប្រួលសោះខ្លាចតែអញបែកជាចិត្តអាក្រក់គិតសម្រាប់វាទៅវិញបរិះសួរសុខទុក្ខពស់សពគ្រប់ហើយក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំគូពស់ឃើញអាការៈម្ចាស់ប្លែកដូច្នោះនឹកសង្ស័យសួរថាលោកម្ចាស់មកនេះតើដោយមានធុរៈអ្វីចូលប្រាប់ខ្ញុំឲ្យត្រង់ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះបរិះអាណិតពស់ណាស់ទ្រាំមិនបានប្រាប់តាមពិតត្រង់ថាលាក់បាំងអីសម្លាញ់អញមកនេះប្រុងនឹងសម្រាប់ឯងព្រោះឯងទៅខំសัตว์របស់អ្នកស្រុកស៊ីរាល់យប់គេខឹងទៅទូលួងប្រើអញឲ្យមកសម្រាប់ឯងហើយនឹងប្រទានរង្វាន់អញជាច្រើននឹងឲ្យធ្វើជានិមិត្តធំផងអញចង់បានប្រាក់ចង់ធ្វើធំបានជាធានាមកសម្រាប់ឯង
បរោះនិយាយប្រាប់ពស់បណ្ដាស្រក់ទឹកភ្នែកបណ្ដាសំបីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះក៏គ្មានអាអន់ចិត្តនឹងម្ចាស់សោះត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំងគិតថាអើណូសេចក្តីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្តសម្លាញ់ប្តីប្រពន្ធនិងកូនបានជាប្រកបបើដូច្នេះពេលនេះគួរតែអញជួយសង្គ្រោះម្ចាស់អញចុះទៅប្រាប់ម្ចាស់ថាមិនអីទេខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដោយបំណងម្ចាស់មិនបាច់សម្លាប់ខ្ញុំទេប៉ុន្តែត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសម្រាប់ខ្ញុំស្រាប់ទៅហើយឲ្យស្ដេចប្រទានរង្វាន់និងយុស័កចុះព្រោះខ្ញុំឡើងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយទុកដូចជាខ្ញុំស្លាប់ដែរសូមម្ចាស់ត្រឡប់ទៅវិញចុះបើមានធុរៈអ្វីទៀតសូមមករកខ្ញុំនឹងជួយទៀតអស់លោកអ្នកអានដល់ត្រង់សម្ដីពោះនេះអស់លោកយល់ដូចម្ដេចចំពោះសត្វនិងចិត្តមនុស្សតើវាផ្ទុយគ្នាយ៉ាងណាលោកអ្នកប្រាជ្ញបានទូន្មានថាយើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពីលត្បិតសត្វសាហាវបើចិត្តវាត្រង់រហូតដល់ស្លាប់បើចិត្តវាវាចខំសម្លាប់យើងភ្លាមចំណែកចិត្តមនុស្សពីលមិនត្រង់ទេក្រឡេកក្រឡុចណាស់ថ្ងៃខ្លះចិត្តល្អថ្ងៃខ្លះចិត្តអាក្រក់ធ្វើឲ្យយើងទុកចិត្តខ្លះមិនឲ្យទុកចិត្តខ្លះចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃបរោះកំសត់ឮសម្ដីពោះត្រេកអរណាស់ឆ្លើយថាអើបើឯងអាណិតជួយអញយ៉ាងនេះអញនឹងដឹងគុណឯងតទៅមុខឥតភ្លេចទេថារួចលាពោះចូលទៅស្រុកជម្រាបអាមាត្យថាខ្លួនបានសម្លាប់ពោះនោះហើយអាមាត្យយកសេចក្តីក្រាបទូលស្ដេចទ្រង់ប្រោសព្រះរាជទានមាសប្រាក់ជាច្រើននឹងឲ្យធ្វើជាសេនាបតីផងលោកសេនាបតីនេះល្បីឈ្មោះថាជាអ្នកខ្លាំងពូកែគ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេនៅជាសុខសប្បាយរៀងមកកន្លងមកប្រហែល5ឆ្នាំព្រះមហាក្សត្រទ្រង់ប្រជញ្ញជាទម្ងន់គ្រូពេទ្យក្រាបទូលថាព្រះអង្គប្រជញ្ញថ្លើមកម្រមើលឲ្យជាសះណាស់បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយទើបសះជាព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពោះពីមុនឲ្យចូលគាល់ហើយទ្រង់ត្រាស់ថាបើអ្នកទៅរកថ្លើមនេះឲ្យយើងបានយើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនាលោកសេនាបតីនោះក្រាបទូលថាសូមទទួលតាមបន្ទាល់ទៅក្រៃទៅក្រាបថ្វាយបង្គំលាមកផ្ទះដល់ហើយប្រាប់ប្រពន្ធថាព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេចត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹមប្រាប់រួចចូលដេកទៅបរោះព្រួយចិត្តពេកដេកមិនលក់សោះគិតថាហៅអញអើយមកជាស្លាប់ហើយគ្រានេះមិនដឹងទៅសម្លាប់នាគឯណាបានទេប៉ុន្តែហើយចុះពោះជាសម្លាញ់អញនោះវាធំណាស់ដែរខ្លួនប៉ុនដាំថ្នាប់ទៅហើយគេហៅថានាគគួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេចឲ្យតែបានរួចជីវិតអញគិតយល់យ៉ាងនេះហើយដេកទៅព្រឹកឡើងចេញពីផ្ទះទៅទាំងប្រហៀមស្ងាត់តែម្នាក់ឯងមិនឲ្យអ្នកណាឃើញទៅដល់ទីព្រៃដែលពោះនៅក៏ស្រែកហៅដូចមុនឬពោះលឺលូនមកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការលោកសេនាបតីគិតថាអញមិនហ៊ានសម្លាប់ពោះនេះទេព្រោះវាធំណាស់មកជាអញមិនឈ្នះវាលេបអញទាំងរស់ឥឡូវនេះក៏បានដូច្នេះគួរតែអញនិយាយសុំថ្លាមវាតាមត្រង់ទៅចោះក្រែងជួនវាអាណិតរួចនិយាយប្រាប់ពោះអំពីរឿងស្ដេចប្រជូនប្រាឲ្យមករកថ្លាមពោះយកទៅធ្វើថ្នាំហើយអង្វរពោះថាសូមសំណាញ់អាណិតជួយអញម្ដងទៀតចុះបើឯងមិនជួយទេមុខជាអញស្លាប់មិនខានឲ្យអញសុំថ្លាមឯងបន្តិចពោះឆ្លើយថាម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លាមបន្តិចចុះកុំកាត់ធំពេកក្រែងខ្ញុំឈឺស្លាប់ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូចខ្ញុំសូមតបគុណម្ចាស់ពេលនេះថារួចហាមាត់ជង្គង់លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបាត់បន្តិចចេញមកវិញភ្លាមអស់លោកអ្នកអានជ្រាបចិត្តពោះយ៉ាងណានៅគ្រាដែលពោះហាមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួនជាពោះខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វីលោកសេនាបតីបានថ្លើមពោះយកទៅថ្វាយស្ដេចទូលថាថ្លើមនាគគ្រូពេទ្យយកថ្លើមពោះនោះមកផ្សំថ្នាំថ្វាយស្ដេចសោយសះជាព្រះរោគមួយរំពេចទៅទ្រង់លើកលោកសេនាបតីឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញគេឈ្មោះថាជាអ្នកមានឫទ្ធិខ្លាំងពូកែណាស់ហ៊ានទៅសម្លាប់នាគយកថ្លើមបានអ្នកនគរខ្លោបខ្លាចគ្រប់គ្នាឯលោកសេនាបតីក៏ខំបិទបាំងរឿងពោះជាសម្លាញ់ខ្លួននោះមិនឲ្យលេចលឺសោះឡើយលំដាប់ពីនោះមកព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តនៅក្នុងសេរីរាជសម្បត្តិបានប្រមាណ2ឆ្នាំពេលរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើមគ្រូពេទ្យក្រាបទូលថា
ព្រះអង្គទ្រង់ប្រជូនព្រះរោគដដែលព្រះរោគចាស់នោះរើឡើងវិញព្រោះការនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេកមិនល្មមនឹងកម្លាំងព្រះរោគបើបានថ្លើមនាគច្រើនជាងមុនមកទៀតទើបព្រះរោគជាដាច់ស្រឡះលែងរើឡើងវិញព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាបើលោកទៅរកថ្លើមនាគបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀតខ្ញុំនឹងតាំងឲ្យលោកធ្វើជាមហាឧបរាជគ្រានោះលោកអគ្គមហាសេនាលើព្រះរាជឱកាសភ្លាមក៏កើតលោកចេតនាខ្លាំងក្លាធំធាត់លើដើមគិតថាមុនដំបូងអញតល់ក្រណាស់បានឆ្អែតព្រឹកខ្វះល្ងាចឥឡូវអញមានធនធានចាយវាយមិនអស់ទាំងយុស័កធំដាច់គេទៀតបើអញបានធ្វើជាមហាឧបរាជហើយមិនយូរទេមុខជាអញបានធ្វើជាព្រះមហាក្សត្រមិនខានបើដូច្នេះត្រូវតែអញទៅសុំថ្លាមពោះសម្លាញ់អញម្ដងទៀតយកមកថ្វាយស្ដេចគិតយ៉ាងនេះហើយក៏ទទួលយកអាសាតាមព្រះរាជឱកាសក្រាបថ្វាយបង្គំលាចេញទៅនៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះបានថ្លែងប្រាប់ពស់សពគ្រប់តាមព្រះរាជតម្រាស់ហើយពស់អង្វរពស់សំថ្លើមបន្តិចទៀតពស់នឹករលឹកឃើញឧបការៈគុណរបស់ម្ចាស់ការចិញ្ចឹមរក្សាពីតូចក៏ឆ្លើយថាសូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះកុំឲ្យអាយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់លោកអគ្គមហាសេនាត្រេកអរណាស់នឹកសង្ឃឹមញញឹមក្នុងចិត្តថាអញមុខជាបានធ្វើមហាឧបរាជមិនខានឡើយទៅកាន់កំបិតស្លាលូនចូលទៅអាថ្លើមពោះបំណងអាឲ្យធំច្រើនបើទុកជាពោះឈឺដល់ស្លាប់ក៏ស្លាប់ទៅចុះគ្មានចិត្តអាណិតអាសូរពោះបន្តិចសោះនៅពេលដែលលោកអគ្គមហាសេនាកំពុងតែអាថ្លើមនោះពោះឈឺខ្លាំងណាស់ខំសង្កត់តតែស្រក់ទឹកភ្នែករហូតដល់ភ្លេចនឹកថាម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួនកំពុងតែអាថ្លើមក៏ខំមាត់សង្កត់ថ្មិញយ៉ាងមាំដើម្បីទប់ទល់នឹងការឈឺចាប់ក្នុងថ្លើមមិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះមួយស្របក់ក្រោយមកទៅពោះភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួនក៏រើខ្ជាក់មកក្រៅនឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ដែលគ្មានចេតនាប៉ុនប៉ងសម្រាប់ម្ចាស់សោះព្រមតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជកន្លងពីនោះមកបាន2ថ្ងៃពោះខ្សែជីវិតទៅដែរដោយសារជំងឺដាច់ថ្លើមពាក់កណ្ដាលមកដល់ទីបញ្ចប់រឿងលោកអគ្គមហាសេនាក៏ស្លាប់ពោះធំក៏ស្លាប់ត្រង់នេះអស់លោកអ្នកអាចសន្និដ្ឋានយ៉ាងណាលោកអគ្គមហាសេនាស្លាប់សម្រាប់ពោះឬពោះសម្រាប់លោកអគ្គមហាសេនាសូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផងបើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះយល់ឃើញថាមិនមែនជាលោកអគ្គមហាសេនាសម្លាប់ពោះទេហើយពោះសោតទៀតក៏មិនសម្លាប់លោកអគ្គមហាសេនាដែរតាមពិតគឺសេចក្តីលោភរបស់មនុស្សរមើលគុណទេតាដែលសម្លាប់ទាំងលោកអគ្គមហាសេនាសម្លាប់ទាំងពោះប៉ុន្តែដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះត្រឡប់ជាល្បីលេចលឺទៅពេញស្រុកភូមិថាពោះអ្នកក្រៀកលេបមន្ត្រីធំទៅវិញមិនឮថាមន្ត្រីធំចូលទៅក្នុងពោះអាចយកថ្លើមពោះអ្នកក្រៀកទេព្រោះអ្នកស្រុកមិនដឹងរឿងអាចកំបាំងរបស់លោកអគ្គមហាសេនានឹងពោះនោះសោះហេតុនេះបានជាអ្នកស្រុកនិយាយគ្នារត់មាត់ថាពោះលេបមន្ត្រីធំជាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះភ្លើងមិនចេះឆ្អែតនឹងការឆេះមហាសមុទ្រមិនចេះឆ្អែតនឹងទឹកមនុស្សលោភមិនចេះឆ្អែតនឹងសម្បត្តិឬយុស័ករឿងព្រេងចៅល្ងងសពជាតិមានរឿងមួយដំណាលថាមានចៅម្នាក់កើតនៅក្នុងត្រកូលអ្នកធនល្មមមួយនៅទីជនបទចៅនោះជាក្មេងល្ងងហួសពេកណាស់ខាងផ្នែកបញ្ញាស្មារតីសូម្បីតែអ្វីៗដែលជាសាមញ្ញងាយស្រួលបំផុតក្តីក៏វានឹកមិនឃើញដែរឬយល់បានដែរបើមានគេប្រាប់ពន្យល់អ្វីបន្តិចបន្តួចចៅនេះចាប់បានតែមួយផ្លែប៉ុណ្ណោះរួចភ្លេចទៅវិញភ្លាមព្រោះហេតុដូច្នោះហើយទើបបានជាគេតែងហៅចៅនោះថាអាល្ងងសពជាតិលោកចៅនោះមានវ័យវឌ្ឍនាការធំពេញរូបរាងកន្លងបានទៅយូរហើយកាលណាក្តីក៏គេគ្មានឃើញអ្វីថាជាការរីកចម្រើនដុះដាលខាងប្រាជ្ញាសោះនៅក្នុងដំណាក់កាលនោះចៅល្ងងសពជាតិស្រាប់តែកើតចិត្តប្រតិព័ទ្ធលើស្រីរហូតដល់សុំម្ដាយឪពុកឲ្យទៅស្ដីដណ្ដឹងកូនគេឲ្យដោយលោកក្នុងក្តីអាណិតអាសូរកូនហើយមានគំនិតថាទោះបីម្ដេចម្ដាយក៏ថ្ងៃមុខថ្ងៃក្រោយទៅគេត្រូវតែទុកដាក់កូនចៅឲ្យមានគូស្រករទៅស្វាមីភរិយាទាំងពីរអង្គាសម្រេចគ្នាថាត្រូវតែព្រមព្រៀងតាមបំណងរបស់កូនក្រោយពីនោះបន្តិចមកម្ដាយឪពុកចៅល្ងងសពជាតិក៏ទៅមើលកូនគេម្នាក់នៅមិនឆ្ងាយប៉ុន្មានពីភូមិស្រុករបស់ខ្លួនទេចៅនោះក៏ទៅជាមួយផងដែរការចូលចែចៅក៏ទៅជាត្រូវរើគ្នានាពេលនោះតែម្ដង
ទាំងសងខាងបានព្រមព្រៀងគ្នាថា3ខែទៀតនឹងភ្ជាប់ពាក្យទាំងលើកចំនួនមកជាមួយផងហើយ3ខែក្រោយមកទៀតនឹងរៀបការកម្មវិធីនោះត្រូវបានអនុវត្តដោយបានគ្រោងទុកពិធីរៀបអាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅអស់3ថ្ងៃ3យប់រួចកូនប្រុសក៏នៅផ្ទះខាងស្រីលុះចូលខែជាគម្រប់ទី3បន្ទាប់ពីរៀបការមកប្រពន្ធចៅល្ងងសត្វជាតិក៏ឆ្លងទន្លេបានកូនមួយចាស់នោះសប្បាយចិត្តណាស់ចៅខំប្រឹងថែទាំបម្រើប្រពន្ធសពបែបសពយ៉ាងរហូតដល់ប្រពន្ធអាំងភ្លើងរួចរាល់ស្រេចបាច់អស់មិនឲ្យមានខ្វះចន្លោះត្រង់ណាបន្តិចសោះឡើយបានប៉ុន្មានថ្ងៃក្រោយមកចៅល្ងងសពជាតិជួនជាជួបសម្លាញ់គេម្នាក់សម្លាញ់នោះបានដឹងថាមិត្តរបស់គេទៅតែរៀបការបាន3ខែស្រាប់តែមានកូនដូច្នោះក៏ពន្យល់ថានៅសម្លាញ់អញអាណិតឯងណាស់អញសូមប្រាប់ឯងឲ្យត្រង់ទៅចោះថាកូននឹងមិនមែនជាកូនរបស់ឯងទេព្រោះឯងទើបតែប្រសពគ្នាបាន3ខែប៉ុណ្ណោះបើវាជាកូនរបស់ឯងនោះលុះត្រាតែឯងនិងប្រពន្ធរបស់ឯងបានគ្នាជាប្តីប្រពន្ធយ៉ាងតិចណាស់ក៏9ខែដែរអញ្ចឹងមានតែប្រពន្ធឯងគេមានប្រុសមានសហាយមុនគេរៀបការជាមួយឯងកាលបើបានឮសម្លាញ់របស់ខ្លួននិយាយយ៉ាងនេះហើយចៅល្ងងសពជាតិប្រឹងសួររឿងនេះបញ្ជាក់ម្ដងហើយម្ដងទៀតលោកជឿថាប៉ិតដូច្នោះមែនចៅនោះក៏អះអាងប្រាប់សម្លាញ់ថាចាំមើលទៅផ្ទះវិញអញរករឿងប្រពន្ធអញឲ្យណាណៃម្ដងច្បាស់ជាប៉ិតអញ្ចឹងមែនហើយចាំមើលណាអញនឹងលែងវាចោលបន្ទាប់មកចៅល្ងងសពជាតិក៏ដើររលះរលាំងទៅកាន់ផ្ទះរបស់ខ្លួនវិញទៅដល់ហើយចៅមិនបង្អង់យូរឡើយក៏ប្រញាប់លើកមូលហេតុដែលថាទៅនឹងបានគ្នាជាប្តីប្រពន្ធតែ3ខែមិនទាន់បាន9ខែផងស្រាប់តែមានកូននោះមកបង្កជារឿងឲ្យកើតជាចំនួននឹងអាងលែងដាស់គ្នារីឯនាងភរិយាគេជាស្រីឆ្លាតលុះលើកប្តីនិយាយត្រូវចំណុចខ្សោយរបស់ខ្លួនហើយតែនាងស្គាល់ចរិតរបស់ប្តីច្បាស់ថានាងក៏ប្រើកិរិយាញាក់ញ័រប្រញាប់និយាយល្បួងប្តីទាំងប្រើល្បិចផ្សំផងថាឲ្យវាឯងកុំអាចជឿគេឲ្យហួសហេតុណាមនុស្សយើងមិនមែនសុទ្ធតែល្អជាមួយយើងទាំងអស់គ្នាទេមានមនុស្សខ្លះនិយាយចាក់រកយើងឲ្យឆ្លោះគ្នាឲ្យយើងបែកបាក់គ្នាមនុស្សខ្លះទៀតគេចេះជួយយកអាសាយើងចង់ឲ្យយើងរស់នៅជួបជុំគ្នាបានល្អគេនោះទៅជាមនុស្សល្អយើងត្រូវសេពគប់តែជាមួយមនុស្សល្អទៅបានល្អចំណែកឯរឿងដែលឲ្យវាឯងលើកឡើងថាយើងភពប្រសពនៅជាមួយគ្នាជាប្តីប្រពន្ធមិនទាន់បាន9ខែនោះវាមិនមែនជាការពិតទេណាឥឡូវឲ្យវាឯងចាំមើលណាចាំខ្ញុំរលឹកប្រាប់ឡើងវិញតាំងពីដើមមកឲ្យវាឯងមិនមកដណ្ដឹងខ្ញុំបាន3ខែទៅលើកចំនួនរាប់ម្រាមដៃខ្ញុំឲ្យគ្រប់3ខែមើលចៅល្ងងសពជាតិក៏នឹកឃើញឡើងវិញថាពិតជាអញ្ចឹងមែនចៅក៏ចាប់រាប់ម្រាមដៃប្រពន្ធម្ដងមួយរហូតដល់គ្រប់3រួចចំណាំទុកនាងប្រពន្ធក៏បន្តទៅទៀតថាលុះលើកចំនួនរួចហើយបាន3ខែទៀតទើបយើងរៀបការមែនឬទេបើមែនណារាប់ម្រាមដៃខ្ញុំថែម3ទៀតមកចៅល្ងងក៏នឹកឃើញរឿងនោះថាពិតដូច្នោះមែនក៏រាប់ម្រាមដៃប្រពន្ធថែម3ទៀតរួចកាន់ជាប់ទុកជាចំណាំជាចុងក្រោយបង្អស់នាងប្រពន្ធក៏ប្រាប់ទៅទៀតថាក្រោយពីយើងរៀបការមកបាន3ខែថែមទៀតណាទើបយើងបានកូននេះរាប់ម្រាមដៃខ្ញុំថែម3ទៀតមកចៅល្ងងយើងក៏រាប់ដូចលើកមុនពេលនោះនាងប្រពន្ធបានឱកាសហើយក៏និយាយទៅកាន់ប្តីថាឥឡូវនេះឲ្យវាឯងរាប់ម្រាមដៃខ្ញុំឡើងវិញមើលតើឃើញគ្រប់9ខែឬអត់ទេចៅល្ងងសពជាតិក៏រាប់ម្រាមដៃប្រពន្ធតាំងពី1រហូតដល់9ឃើញគ្រប់ចំនួនជាប្រកាសមែនទើបចៅនោះនឹកខឹងនឹងសម្លាញ់ថាមិនគួរអីមកនិយាយផ្ដេសផ្ដាស់លេងអញ្ចឹងសោះចៅនោះមិនចង់ពីអ្វីនឹងសម្លាញ់ទេគ្រាន់តែទៅស្ដីបន្ទោសឲ្យបន្តិចបន្តួចរួចប្រការផ្សេងតែប៉ុណ្ណោះហេតុនិងផលជាគូគ្នាសម្រាប់ត្រួតពិនិត្យបើហេតុនិងផលសមគ្នាពិតជឿចោះកុំផិតភ័យខ្លាចខុសសម្ដេចព្រះធម្មលិខិតល្វីអែមបណ្ឌិតវៈកូនសិស្សសួរថារឿងមនុស្សពីលមានអបាយកលនិងមានអំណាចបៀតបៀនយាយីមហាជនក្នុងព្រះនគរនេះលោកគ្រូអត្ថាធិប្បាយមកច្រើនរឿងច្រើនបែបខ្ញុំករណាបានស្ដាប់ក៏ចូលចិត្តថាពីលនេះគួរជៀសវាងរៀងចាលខ្លាចវាហើយក៏ជាមនុស្សដែលលោកបញ្ញត្តិនាមហៅថាអ្នកប្រាជ្ញនោះតើមានលក្ខណៈយ៉ាងណាមានកិរិយាដូចម្ដេចលោកគ្រូមនុស្សដែលហៅថាអ្នកប្រាជ្ញបាននោះយើងនឹងសួរទៅអ្នកឯងវិញក្នុងចិត្តឯងតើសម្គាល់រូបលោកអ្នកណាដែលគួរហៅថាអ្នកប្រាជ្ញបាន
សូមទានខ្ញុំករណាសម្គាល់ថាលោកអាចារ្យដែលចេះព្រះត្រៃបិដកមួយលោកអាចារ្យដែលចេះព្រះកម្មដ្ឋានមួយលោកទាំងពីរនេះហៅថាអ្នកប្រាជ្ញអើឯងថានេះត្រូវដែរតែមិនទាន់ចំហើយលោកអ្នកចេះព្រះត្រៃបិដកព្រះកម្មដ្ឋាននោះបើចេះហើយតែនៅមិនទាន់ទូមានខ្លួនឲ្យស្លូតត្រង់បាននៅប្រកបដោយលោភៈទោសៈមោហៈតថេខឹងខូជេរពីលប្រទេសផ្ដាសាវាយគេកាច់មូលព្រះពុទ្ធភាសិតពុំប្រព្រឹត្តតាមក្រឹតបន្ទាត់ព្រះវិន័យជាដើមយ៉ាងនេះតើនឹងហៅថាអ្នកប្រាជ្ញបានឬដូចម្ដេចករណាបើលោកគ្រូចេះបត្រៃបិដកចេះព្រះកម្មដ្ឋានហើយចិត្តនោះនៅមានលោភៈទោសៈមោហៈជាដើមយ៉ាងនេះក៏ពុំបានរាប់ហៅថាជាអ្នកប្រាជ្ញឡើយហើយថាពីលវិញដូចយ៉ាងកបិលភិក្ខុបួសក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធកស្សបៈជាម្ចាស់នោះគឺជាភិក្ខុចេះបត្រៃបិដកចំទាំង 84,000 ធ្វើជាអាចារ្យធំតែពុំប្រព្រឹត្តតាមធម៌តាមវិន័យសន្តីកាត់មួយព្រះពុទ្ធវចនៈទៅផ្សេងលុះអស់អាយុទៅក៏ធ្លាក់ទៅសោយទុក្ខវេទនាក្នុងមហានរករងទុក្ខអស់ពុទ្ធរណ៍មួយលុះដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់យើងបានត្រាស់ក្នុងលោកនេះលោកកបិលភិក្ខុបានរួចចាកជាតិជាសត្វនរកមកកើតជាត្រីធម៌មានពណ៌ដូចមាសដែលមានមាត់នោះស្អុយអាសោចទូទៅរឿងនិទាននេះមានពិស្ដារនៅក្នុងគម្ពីរធម្មបទឯងស្ដាប់មើលចោះនេះលោកអាចារ្យចេះបត្រៃបិដកហើយនឹងថាជាអ្នកប្រាជ្ញបានឬមិនបានមួយទៀតខាងលោកដែលចេះព្រះកម្មដ្ឋាននោះយ៉ាងទេវទត្តថេរគឺបានទៅបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានរៀនព្រះកម្មដ្ឋានស្ទាត់ជំនាញញ៉ាំងឈានលោកីឲ្យកើតអាចសម្ដែងបដិហាធ្វើព្រះបាទអាចជាសត្រូវរាជកុមារឲ្យជ្រះថ្លាបានដល់ក្រោយមកកាត់លោភចិត្តប្រព្រឹត្តធ្វើលោហិតុបាទព្រមទាំងសង្ឃភេទកម្មជាកម្មយ៉ាងធំផងផែនដីមិនអាចត្រទ្រង់ទុកបានក៏បើកស្រូបទម្លាក់ចុះទៅសោយទុក្ខវេទនាក្នុងមហាអវជ័យនរកអស់ផែនដីនេះជាកំណត់រឿងនេះឯងស្ដាប់មើលចុះទេវទត្តនោះជាមនុស្សពាលឬអ្នកប្រាជ្ញករណាខ្ញុំស្ដាប់បានហើយលោកចេះបត្រៃបិដកចេះព្រះកម្មដ្ឋានចាប់ក្តីតែចិត្តនៅពាលក៏ឈ្មោះថាពាលដដែលសូមទាននិមន្តលោកគ្រូម្ចាស់សម្ដែងអ្នកធម៌អ្នកប្រាជ្ញឲ្យពិស្ដារបន្តិចទៅមើលទានលក្ខណៈអ្នកប្រាជ្ញនោះបើនិយាយដោយកតិធម៌វិញនោះលោកចែងបុគ្គលជាពីរចម្ពោះគឺព្រះអរិយបុគ្គលទាំងឡាយមានអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាដើមនោះហៅថាជាអ្នកប្រាជ្ញប្រសើរវិសេសលើលោកចម្ពោះមួយកល្យាណពុទ្ធជនគឺពុទ្ធជនដែលមានគុណគឺបណ្ឌិតក៏បីរាប់នោះហៅថាអ្នកប្រាជ្ញប្រពៃចម្ពោះមួយឯអ្នកប្រាជ្ញចំណែកខាងព្រះអរិយបុគ្គលក្នុងទីនេះយើងមិនសម្ដែងឲ្យពិស្ដារទេព្រោះមាននៅក្នុងចំណែកកតិធម៌នោះហើយក្នុងបែកនេះសម្ដែងតែពួកអ្នកប្រាជ្ញចំណែកខាងកល្យាណពុទ្ធជនចម្ពោះមួយព្រោះជាកតិលោករឿងពីលសង្រួមហួសប្រមាណដោយនិទានពីតាបះមួយរូបទៅតាំងអាស្រមកត់នៅខាងជាយព្រៃមួយនៅទីជនបទមួយក្នុងជនបទនោះមានឧបាសកម្នាក់ជាអ្នករាប់អានតាបះនោះបានថ្វាយខ្លួនជាអ្នកឧបថៈជាអ្នកបម្រើឯតាបះក៏ឲ្យឧបាសកកប់ហាប់ប្រាក់ទុកក្នុងទីមួយដ៏សំគួរខាងទីអាស្រមនោះឯងដល់យូរបន្តិចមកតាបះនោះកើតលោភចេតនាទើបគិតថាអាត្មាអញនេះគួរមកបួសខំប្រព្រឹត្តរក្សាសិលក៏យូរឆ្នាំណាស់ហើយមគ្គក៏មិនបានដល់ផលក៏មិនបានសម្រេចទាំងឈានទៀតក៏មិនកើតម្ដងសោះបើដូច្នោះគួរតែអញសឹកចេញចាកសិក្ខាទៅជាខរាវិវិញកាត់ប្រកបរបររកស៊ីយល់ជាប្រសើរជាងឯប្រាក់ដែលឧបាសកគេផ្ញើនោះអញនឹងលួចយកទៅធ្វើជាដើមទុនប្រកបការខាងផ្លូវលោកីបានហើយតែនឹងលួចយកទៅឥឡូវនេះឧបាសកជាម្ចាស់គេនឹងតាមតវ៉ាចោទថាអាត្មាលួចបើដូច្នេះមានតែគិតលួចជាប់ការបង្វែរដានកុំឲ្យម្ចាស់គេនោះសង្ស័យនឹងខ្លួនអញបានការបាតបះគិតយល់ឧបាយមួយដូច្នោះហើយទើបកាយយកហាប់ប្រាក់អំពីទីនោះនាំទៅកប់លូកទីតីដើម្បីមិនឲ្យម្ចាស់ប្រាក់សង្ស័យនឹងខ្លួនលុះកប់លាក់ហាប់ប្រាក់នោះហើយស្រេចតាបះក៏រៀបគ្រឿងបរិក្ខារដាក់សំពាយស្ពាយដើរទៅកាន់ផ្ទះឧបាសក
ឧបាសកបានយកតាបះមកដូច្នោះហើយក៏រៀបទីអាសនៈដ៏សមគួរហើយនិមន្តតាបះឡើងទៅលើគ្រឹះស្ថានវន្ទាធ្វើបដិសន្ធារៈសួរទទួលដោយសេចក្តីរាប់អានតាបះនិយាយថាចម្រើនពរអាត្មាភាពមកលាញោមទាំងអស់គ្នានឹងទៅនៅព្រៃហេមពៀនហើយត្បិតទីលំនៅសប្ថ្ងៃនេះជាទីនៃចិត្តទៀបស្រុកមនុស្សម្នាទៅមកមិនដាច់នាំឲ្យកង្វល់រវល់នឹងការលោកីច្រើនណាស់រកឱកាសនឹងចម្រើនមេត្តាភាវនាពុំបានមួយទៀតឯរឿងប្រាក់ញោមដែលផ្ញើនោះឲ្យញោមទៅយកផងចោះអាត្មាទៅហើយក្រែងមានអន្តរាយជាខាងក្រោយញោមកុំម៉ៃថាអាត្មាឡើយឯឧបាសកនោះក៏ឆ្លើយថាមិនអីទេព្រះករុណារឿងប្រាក់ដែលកប់លាក់ទុកនោះចំពោះដឹងតែលោកម្ចាស់និងខ្ញុំករណាតែពីរអ្នកប៉ុណ្ណេះឯងអ្នកណានឹងបានដឹងឮផងជា3ជា4អ្នកពុំមានបើលោកម្ចាស់ចង់ទៅនៅព្រៃហេមពៀនក្នុងថ្ងៃណាក៏សូមនិមន្តទៅចោះរឿងប្រាក់នោះចាំខ្ញុំរួចធរៈរវល់ថ្ងៃណាសូមខ្ញុំទៅយកឯតាបះក៏ឆ្លើយថាចម្រើនពរអញ្ជើញទៅយកចោះថាហើយក៏លាត្រកូលនោះចេញទៅការចុះទៅដល់មាត់ចិនដាលតាបះក៏កាន់យកស្បូវដែលប្រាក់ផ្ទះនោះមួយសរសៃហើយសៀតជាប់នឹងចដាលគឺភ្នូសក់ដើរទៅដល់មាត់ច្រកផ្លូវហើយវិលត្រឡប់មកវិញលើកំណាត់ស្បូវនោះជូនទៅឧបាសកហើយថាញោមអើយអាត្មាភាពសូមទោសញោមផងចុះត្បិតអាត្មាពុំបានក្លែងលួចកំណាត់ស្បូវនេះទេគឺវាជាប់ទៅនឹងភ្នួងចដាលនៃអាត្មាពុំដឹងសោះលុះតែដើរទៅដល់ក្រៅរបងស្រាប់តែឃើញស្បូវនេះវាធ្លាក់ពីចដាលមកទើបអាត្មាកើតសេចក្តីផិតភ័យដោយសិលក្រែងសិលហ្មងហេតុនេះទើបយកមកជូនញោមវិញសូមញោមមេត្តាអត់ទោសអាត្មាចុះឧបាសកនោះលុះឮពាក្យចដិលកោងនិយាយជូនកំណាត់ស្បូវដូច្នោះហើយក៏សម្គាល់ថាលោកតាបះនេះមានសិលពិសេសទើបតបទៅថាបើពិតព្រះករុណាម្ចាស់ក៏មានហឫទ័យរង្គៀសឡើយជាងខ្ញុំពុំមានចិត្តសង្ស័យនឹងលោកម្ចាស់ទេចុះលោកម្ចាស់និមន្តទៅតាមសប្បាយចុះគ្រាការនោះព្រះពោធិសត្វជាម្ចាស់យើងនេះអន្ទោលជាតិការជានាយឈ្មោះម្នាក់បានទៅជួយដល់ស្រុកនោះលុះដើរទៅបានលើតាបះជូនកំណាត់ស្បូវតែខ្លួនកាន់យកដោយឧបាយកោងដូច្នោះហើយក៏យល់ដោយប្រាជ្ញាជ្រាបថាតាបះនេះមានបានលួចទ្រព្យអ្វីៗរបស់អ្នកផ្ទះនេះមិនខានឡើយទៅពោធិសត្វដណ្ដឹងសួរទៅឧបាសកនោះថាអ្នកឯងមានផ្ញើទុកដាក់របស់អ្វីនឹងតាបះនេះខ្លះដែរឬទេឧបាសកនោះប្រាប់ថាខ្ញុំបាទផ្ញើប្រាក់មួយហឹបនឹងលោកពោធិសត្វថាអោបើដូច្នោះប្រាក់នោះឯងវិនិច្ឆ័យដោយដៃលោកជីតុនអ្នកឯងប្រកាសហើយប្រាក់មួយហឹបនោះលោកជីតុនអ្នកឯងលួចយកទៅហើយចូលអ្នកឯងទៅតាមចាប់ខ្លួនឲ្យទាន់ក្នុងការឥឡូវនេះឯឧបាសកជាមនុស្សអត់ប្រាជ្ញាក៏ឆ្លើយតបថាលោកជីតុនខ្ញុំនេះលោកមានសិលវិសេសពេកណាស់លោកនឹងហ៊ានលួចប្រាក់នោះឯណាបានត្រឹមកំណាត់ស្បូវមួយសរសៃដែលជាប់នៅនឹងចដាស់សក់របស់លោកម្ដេចក៏លោកក៏ពុំហ៊ានកន្លងលោកនាំយកមកឲ្យវិញហេតុនោះនឹងថាលួចប្រាក់ខ្ញុំឯណាក៏បានពោធិសត្វតបថាអោអ្នកឯងមិនស្គាល់ការពីលទេតាណែក៏អាចសិលអតិនីទាននឹងដាច់នឹងសៅម៉ងព្រោះកំណាត់ស្បូវមួយសរសៃនោះឬអីនេះអ្នកឯងហើយជាអាការៈរបស់មនុស្សយកសក់បាំងភ្នំបន្លំដានលុយប្រាក់អ្នកឯងពិតហើយបើអ្នកឯងមិនជឿអញ្ជើញទៅមើលប្រាក់អ្នកឯងចោះដែលផ្ញើទុកនោះជានៅដូចដើមឬដូចម្ដេចទៅចូលទៅឲ្យឆាប់គាត់តបោះគាត់មិនទាន់ទៅឆ្ងាយឯឧបាសកនោះក៏យល់តាមទៅភ្នំពោធិសត្វទៅអាស្រមនៃតបោះទៅមើលដីកប់ប្រាក់នោះឃើញអាចតៃខ្ចៃរាយពីសទៅក៏កាយទៅខាងក្រោមក៏ពុំឃើញហាប់ប្រាក់នោះឡើយឧបាសកក៏រត់តែជឿជាក់ពាក្យពោធិសត្វក្រៃពេកទៅភ្នំពោធិសត្វរត់ទៅតាមតបោះបានទាន់នីកណ្ដាលផ្លូវហើយក៏ចាប់ខ្លួនតបោះនោះមកសាកសួរថាប្រាក់យើងដែលផ្ញើនោះបាត់ទៅណាអស់ហើយការយើងយកមកកប់ទុកនោះពុំមានអ្នកណាមួយអាចដឹងទេគឺដឹងតែព្រះស្ដេចឯងនឹងរូបយើងពីរអ្នកប៉ុណ្ណេះទេឥឡូវបាត់ពីទីនេះទៅនឹងថាអ្នកឯណានាមលួចនោះក៏មានបានគឺព្រះស្ដេចឯងលួចពិតហើយចូលអ្នកប្រាប់យើងដែលពិតចោះបើពុំប្រាប់យើងនឹងវាយឲ្យស្លាប់ឥឡូវនេះឯងចដិលកោងនោះក៏ផិតភ័យខ្លាចសេចក្តីស្លាប់ក៏ប្រាប់តាមដំណើរខ្លួនលួចបង្វែងទៅកប់ទុកនៅឯទីឯទៀតហើយក៏នាំឧបាសកនោះទៅយកហាប់ប្រាក់ដែលខ្លួនលាក់ទុកនោះប្រគល់ឲ្យដល់ឧបាសកជាម្ចាស់ប្រាក់ហើយឧបាសកក៏ទទួលយកហាប់ប្រាក់នោះហើយតេះដៀលតបះនោះដោយប្រការផ្សេង
ហើយបែរទៅសរសើរប្រាជ្ញានៃពោធិសត្វទុកជាគ្រូអាចារ្យប្រដៅខ្លួនអំពីថ្ងៃនោះមកប្រស្នារឿងស្រីល្អទឹកផ្អែមត្រីដែលមានរសជាតិពិសាជាងត្រីឯទៀតស្រីយ៉ាងណាហៅថាល្អលើស្រីទាំងពួងក្នុងលោកនេះទឹកយ៉ាងណាជាទឹកផ្អែមឆ្ងាញ់លើទឹកទាំងពួងក្នុងលោកនេះត្រីយ៉ាងណាដែលមានរសជាតិឆ្ងាញ់ពិសាលើត្រីទាំងពួងក្នុងលោកនេះមួយស្រីល្អលើគេឯជាតិស្រីល្អលើគេនោះបើតាមនិយាយដោយរូបគឺស្រីដែលប្រកបដោយបញ្ចពិតកល្យាណីមានលំអសក់ជាដើមតែបើនិយាយដោយធម៌គឺស្រីដែលមានសិលនិយាយល្អនោះឯងបើនិយាយដោយវោហារវិញនោះគឺស្រីប្រពន្ធគេនោះឯងហៅថាល្អលើសលែងស្រីក្នុងលោកហេតុអ្វីក៏បានជាលើសគេនោះព្រោះស្រីប្រពន្ធគេនោះមានទោសខុសទាំងពីរផ្លូវថាបើបរិះណាទៅប្រព្រឹត្តកន្លងបវេណីនោះហើយគឺក្នុងលោកនេះតែគេដឹងឮហើយគេក៏ចាប់ទៅប្តឹងដល់សាលាជំនុំលោកក៏ពិន័យលក់ឬដាក់គុកធ្វើទោសទៅផ្សេងឯខាងផ្លូវបរលោកនោះសោតក៏បានបាបគឺធ្លាក់ទៅសោយទុក្ខវេទនាក្នុងអបាយភូមិទាំង4មាននរកជាដើមការដែលដឹងថាមានទោសយ៉ាងនេះហើយហេតុអ្វីបរិះលែងពុំបានបើដូច្នោះស្រីនោះមិនល្អលើសគេហើយបានជាបរិះលែងពុំបានយ៉ាងនេះឯងហៅថាស្រីល្អលើសលែងក្នុងលោក2ទឹកផ្អែមពិសាទឹកផ្អែមពិសាលើសទឹកទាំងពួងនោះគឺសូរ៉ានេះឯងមែនពិតឯទឹកសូរ៉ាបានជាថាផ្អែមលើសលែងនោះព្រោះទឹកសូរ៉ានោះមានអំណាចអាចហាមមិនឲ្យបិទមិនឲ្យធ្វើខ្លួនឯងតោងចេញប្រាក់ទៅទិញចិនឯតោផឹកសូរ៉ាគឺបង់ប្រាក់មួយគឺផឹកទៅហើយការស្រវឹងវង្វេងចិត្តទៅប្រព្រឹត្តការងារអាក្រក់ផ្សេងមានបង្កចំនួនប្រកែកប្រកួតជាដើមមួយមានទោសធ្លាក់ទៅអបាយភូមិ4មាននរកជាដើមមួយអ្នកលេងសូរ៉ាសឹងដឹងប្រកាសថាផឹកសូរ៉ានោះជាទីនាំមកនៅសេចក្តីទុក្ខទោសទាំងអស់តែនឹងលែងលះពុំបានបើដូច្នោះសូរ៉ានោះមិនមែនជាផ្អែមលើគេហើយបានជាមនុស្សយើងលះលែងពុំរួចយ៉ាងនេះ3ត្រីដែលមានរសជាតិពិសាលើត្រីនានាត្រីដែលមានរសជាតិពិសាលើត្រីនានានោះគឺត្រីប្រឡូងនោះឯងបានជាត្រីប្រឡូងមានរសជាតិពិសានោះព្រោះដឹងថាត្រីប្រឡូងនេះជួនបរិភោគទៅហើយពលក៏មានតែនឹងលះបង់ពុំបានបើដូច្នោះត្រីប្រឡូងនោះមិនឆ្ងាញ់លើគេហើយបានជាមនុស្សលះលែងពុំបានករណីចូលចិត្តហើយមួយទៀតការទទួលទានសូរ៉ានោះហេតុអ្វីថាមានបាបសូរ៉ានោះទទួលទានទៅជាថ្នាំកែរោគក៏មានជាគុណឲ្យទទួលទានបាយបានក៏មានសូមនិមន្តលោកគ្រូកែខៃឲ្យចូលចិត្តបន្តិចមើលលោកគ្រូក៏តបថាការផឹកសូរ៉ានោះបានដោយបាបព្រោះព្រះបរមគ្រូទ្រង់ហាមពុំឲ្យសេពសូរ៉ានោះព្រោះជារបស់នាំឲ្យស្រវឹងនាំឲ្យខូចចិត្តត្បិតមនុស្សយើងសពថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយសេចក្តីស្រវឹងនេះលោភៈគឺសេចក្តីជំពាក់ឬចំណង់ចង់បាននេះជាស្រវឹងប្រការមួយទោសោគឺសេចក្តីក្រោធខឹងនេះស្រវឹងប្រការមួយមោហោគឺសេចក្តីល្ងងវង្វេងពុំស្គាល់ខុសត្រូវនេះស្រវឹងប្រការមួយមានអ្នកតថេគឺសេចក្តីរឹងត្អឹកប្រកាន់ខ្លួនអួតខ្លួននេះជាស្រវឹងប្រការមួយស្រវឹងទាំងអស់នេះតែងមាននៅសម្រាប់រូបបកហើយមកថែមផឹកទឹកស្រវឹងចូលទៅទៀតស្រវឹងថ្មីក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើងគឺខ្លួនអ្នកលោភក៏នាំឲ្យលោភខ្លាំងឡើងខ្លួនអ្នកទោសៈឬមោហៈមានអ្នកតថេក៏នាំឲ្យចម្រើនទោសៈមោហៈមានអ្នកតថេខ្លាំងក្លាឡើងមួយទៀតពាក្យជាអាចកំបាំងឬកេរខ្មាស់ជារបស់មិនគួរនាចេញសម្ដែងប្រាប់គេនោះក៏នាំចេញបង្ហាញគេបានទាំងអស់មួយទៀតនាំឲ្យកើតចំនួនប្រកែកជួនក៏ត្រូវព្រះរាជអាជ្ញាបង់ទ្រព្យធនទៅផ្សេងមួយទៀតទោសសូរ៉ានេះនាំឲ្យកើតរោគឆាប់ងងឹតភ្នែកឆាប់ចរាក្រំគ្រាទ្រុឌទ្រោមទោសយ៉ាងនេះឯងបានជាមានបាបក្នុងលោកនេះមួយទៀតប្រាក់ដែលទៅទិញសូរ៉ានោះក្នុងមួយឆ្នាំបើប្រមូលទុកគង់បាននៅច្រើនគ្រាន់រក្សាការពីអន្តរាយក្នុងគ្រាក្រទុកទិញបាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាងឬឯងយល់ដូចផ្ដាច់ករណាខ្ញុំករណាចូលចិត្តហើយបើយ៉ាងជក់អាភៀនជក់កញ្ឆានោះតើមានទោសយ៉ាងណាខ្លះទៀតលោកគ្រូរឿងជក់អាភៀនជក់កញ្ឆានោះមានទោសប្រហែលនឹងសូរ៉ានោះដែរឯងគិតមើលចុះសូរ៉ាអាភៀននោះសឹងមានផាស៊ីគេទិញដាច់មុខក្នុងមួយស្រុកធ្វើលក់បានតែម្នាក់ម្លោះហើយគេចង់ដំឡើងថ្លៃយ៉ាងណាក៏តាមតែចិត្តគេទាំងអស់
តម្លៃនោះលើសប្រមាណឃើញចុះទុនយ៉ាងច្រើនបើខ្លួនទៅប្រកបគិតធ្វើឡើងបានតែនាយផាស៊ីគេដឹងហើយគេចាប់លក់ភ្នែតាមច្បាប់ព្រះរាជបញ្ញត្តិត្រូវបង់ប្រាក់ធ្លាក់ដល់ទោសជាប់គុកដាក់ជាប់ក្តីក្នុងលោកនេះមួយទៀតអ្នកជួអាភិននោះសប្ថ្ងៃនេះឯងយល់ស្រាប់ហើយអ្នកណាមានរូបល្អខ្លះអ្នកល្អណាគេក៏ចិត្តខ្លះសេចក្តីចម្រើនមានយ៉ាងណាខ្លះគួរឯងគិតមើលចោះឯរឿងកច្ឆាទៀតក៏ប្រហែលនឹងអាភិនដែរសឹងជារបស់នាំឲ្យកាយវិកលវិការនាំឲ្យឈួតចិត្តប្រព្រឹត្តទៅក្នុងអរិយាប័ត្រទៀបថយទាំងអស់